ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ជំរាបសួរទៅកាន់បងប្អូនដែលស្គាល់ខ្ញុំហើយនឹងទៅមិនស្គាល់ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដឹងថាមានរឿងអីថ្ងៃហ្នឹងវីដេអូនេះខ្ញុំអត់វែងឆ្ងាយទេគឺខ្ញុំចេញមកសុំទោសបងប្រុសចាមចាន់រ៉ាហើយពាក់មីដែលខ្ញុំបានខមមិនប្រមាថគាត់និងគ្រួសារគាត់ហ្នឹងឯងនៅក្នុងវីដេអូដែលគាត់ធ្វើ content ជាមួយធ្វើ content អីចឹងទៅអូខេអញ្ចឹងសរុបចូលទៅកាន់វីដេអូហ្នឹងគឺទី1ខ្ញុំចង់សុំទោសបងប្រុសជាសាធារណៈនិងក្រុមគ្រួសារបងប្រុសទាំងមូលបន្តមកទៀតទៅយើងបាននិយាយជាមួយគ្នាខ្ញុំជាមួយនឹងបងប្រុសពាក់មីក៏បានជួបសម្ដីជាមួយគ្នាហើយយើងឈានដល់ការសម្របសម្រួលគ្នាដែលខ្ញុំបានលុបអ្វីដែលខ្ញុំបានទៅសេបានខមមិនហើយបន្តមកទៀតខ្ញុំនឹងចេញវីដេអូនេះជាសាធារណៈសូមទោសទៅបងប្រុសនិងក្រុមគ្រួសារហើយនឹងអ្វីដែលពិសេសជាងនឹងទៀតគឺបងប្រុសបានឲ្យខ្ញុំបាញ់លុយចំនួន$1000ទៅពេទ្យមន្ទីរពេទ្យកុមារអង្គរចាអញ្ចឹងគឺខ្ញុំបានធ្វើរួចហើយជាចុងក្រោយខ្ញុំចង់សុំទោសបងប្រុសពាក់មីម្ដងទៀតហើយអរគុណដែលយើងអាចនិយាយសម្រុះសម្រួលគ្នាដើរមកដល់មួយចំណុចបញ្ចប់មួយដែលជាចំណុចសន្តិវិធីហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សូមសន្យាថាយើងអត់មានវិវាទអីនឹងគ្នាទេហើយបងប្រុសក៏បាននិយាយដែរថាបើសិនជាខ្ញុំធ្វើរឿងហ្នឹងហើយយើងក៏អត់មានវិវាទអីនឹងគ្នាដែរបងប្រុសនឹងដកពាក្យបណ្ដឹងហើយយើងនឹងបញ្ចប់ដោយសន្តិវិធីតាមប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូនេះចុងក្រោយអត់មានអីទេខ្ញុំនឹងសន្យាថាអត់មានរឿងការប្រមាថអីនៅលើបណ្ដាញសង្គមទៀតទេចាដោយបងប្រុសគាត់និយាយចឹងអត់ពេញចិត្តអ្នកណាម្នាក់គឺយើងនឹងប្លុកម្នាក់នឹងចេញទៅរឿងនេះវាមានតែប៉ុណ្្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចូលមើលវីដេអូនេះ